សួស្តីអ្នកទាំងអស់គ្នានៅក្នុងមេរៀននេះគឺ teacher នឹងបង្ហាញតកតងជាមួយនឹង future tense future tense គឺសំដៅទៅលើអនាគតកាលអញ្ចឹងនៅក្នុងអនាគតកាលនេះគឺ teacher បង្ហាញអំពីទម្រង់ជា will ហើយមេរៀនបន្ត teacher នឹងបង្ហាញអំពីទម្រង់ be going to will នឹងគឺប្រើថានឹងដែលយើងប្រើប្រាស់ដើម្បីបង្ហាញអំពីអនាគត we use future tense to demonstrate 1. a prediction on something that is likely to happen in the future 2. a decision at the time of speaking យើងសូមមើល form របស់វាអញ្ចឹងសម្រាប់ future tense ដែលយើងប្រើជាមួយនឹង will នេះគឺទម្រង់របស់វាកើតឡើងជាមួយនឹង subjects ឬក៏ subjects plus will plus base form គឺយើងប្រើប្រាស់សម្រាប់គ្រប់បរិបទទាំងអស់យើងសូមមើលបន្តតទៅជាមួយនឹងអត្ថន័យរបស់វា future tense will meaning 1. a prediction on something that is likely to happen in the future អញ្ចឹងអនាគតដែលយើងត្រូវប្រើប្រាស់ជាមួយ will នេះគឺយើងប្រើដើម្បីបង្ហាញអំពីការទូទាយទៅលើអ្វីដែលវានឹងកើតឡើងនៅក្នុងអនាគតយើងសូមមើលឧទាហរណ៍ he will give a good lesson I know he is a good teacherបានន័យថាគាត់នឹងផ្ដល់នូវមេរៀនល្អខ្ញុំដឹងថាគាត់គឺជាគ្រូល្អ Number 2 a decision at the time of speaking Number 2 គឺសំដៅទៅលើការសម្រេចចិត្តនៅពេលដែលយើងនិយាយទៅលើអ្វីមួយយើងមើលឧទាហរណ៍ I go to the market now and I will buy Coke for you ខ្ញុំនឹងទៅផ្សារឥឡូវនេះហើយខ្ញុំនឹងទិញទឹកក្រូចសម្រាប់អ្នកform យើងសម្រាប់ form នេះជាទូទៅនៅក្នុងកាលគ្រប់ប្រភេទដូចជា past present ឬក៏ future គឺតែងតែមានទម្រង់ជា positive negative and question អញ្ចឹងយើងមើលមកលើទម្រង់ positive សម្រាប់ future tense វិញគឺយើងប្រើប្រាស់ជាមួយនឹងប្រធាន I we you they he she it យើងបូកជាមួយនឹង will បូកជាមួយនឹង infinitive without to យើងបូកជាមួយនឹង complement ឬក៏យើងបូកជាមួយនឹង adverb of time For example I will drink tea with him soon we you they he she it will drink tea with him soon យើងមើលនៅក្នុងទម្រង់ negative I, we, you, they, he, she, it will not drink milk soon or will not drink milk tomorrow យើងមើលនៅក្នុងទម្រង់ជាបដិសេធនេះនៅពេលណាដែលយើងបង្កើតជាទម្រង់បដិសេធនៅក្នុងកាលណាក៏ដោយគឺយើងតែងតែមានពាក្យ not បូកបញ្ចូលជាមួយនឹង auxiliary verb ដើម្បីបង្កើតនៅពាក្យបដិសេធយើងមើលនៅក្នុងទម្រង់សំណួរនៅពេលដែលយើងប្រើទម្រង់សំណួរនៅក្នុងអនាគតកាលដែលយើងប្រើប្រាស់ជាទម្រង់ will គឺយើងត្រូវលើក will មកដាក់ខាងដើមប្រធានទាំងអស់ហើយប្រធានទាំងអស់នោះគឺយើងបដូរទៅជាអក្សរតូចលើកលែងតែ I មួយទេតបមកគឺយើងបូកជាមួយនឹង infinitive without to យើងបូកជាមួយនឹង object ឬក៏ complement ហើយនឹងយើងបូកជាមួយនឹង modifier of time or place Example Will I we you they he she it drink milk soonអញ្ចឹងយើងដឹងហើយថានៅក្នុងប្រយោគសំណួរនៅពេលណាដែលយើងចប់ប្រយោគគឺយើងតែងតែបញ្ចប់ជាមួយនឹងសញ្ញាសួរនៅក្នុងចំណុចនេះដែរគឺ teacher នឹងបង្ហាញទាក់ទងជាមួយនឹង contraction ដូចជាយើងដឹងហើយនៅក្នុងការនីមួយៗ contraction នេះគឺគេប្រើប្រាស់ឡើងដើម្បីជាភាសានិយាយឬក៏ភាសាសរសេរដ៏មិនផ្លូវការយើងមើលមុនពេលដែលយើងចូលទៅដល់ contraction គឺយើងសូមមើល form របស់វានៅក្នុង future tense ដែលប្រើជាមួយ will គឺយើងកើតឡើងជាមួយនឹង subject ឬក៏ subjects ជា plural plus ជាមួយនឹង will plus ជាមួយនឹង base form គឺយើងប្រើប្រាស់សម្រាប់គ្រប់បរិបទទាំងអស់យើងមើលទម្រង់ជា contraction របស់វាមានដូចជា I will we will you will they will she will he will she will it will អញ្ចឹងយើង contract វាមកជា I'll will you'll their he'll she'll it I'll go home directly after class. We'll visit Angkor Wat Temple soon. You'll phone me tomorrow. They'll drink water from the well. He'll teach us next week. She'll instruct me well. It fly high in the sky. យើងសូមមើល type expression របស់វា type expression នៅក្នុង future tense នេះគឺជាទូទៅឬក៏ជា frequency បានន័យថាយើងប្រើប្រាស់ជាញឹកញយនោះគឺមានដូចជាពាក្យ tomorrow ស្អែក soon បានន័យថាឆាប់នេះ next week សប្តាហ៍ក្រោយ next month ខែក្រោយ next year ឆ្នាំក្រោយ in 1 hour នៅក្នុងរយៈពេល1ម៉ោងទៀត later ឆាប់ឬក៏ពេលក្រោយយើងមើលទីហោ I will meet you tomorrow he will come to teach this class soon they will move to live here next week don't go out now we will leave in 1 hour I do hope to see you later យើង time expression យើងដឹងហើយយើងប្រើ time expression ដើម្បីបង្ហាញអំពីពេលវេលាមួយដ៏
ជាលក្ខនៅក្នុងកាលនីមួយៗហើយ time expression នៅក្នុងកាលនីមួយៗក៏វាមានលក្ខណៈផ្សេងៗគ្នាដែរទៅលើអត្ថន័យរបស់វាអូខេបន្តទៀតគឺយើងនឹងសិក្សាអំពី timeline យើង timeline របស់ future tense ជា will នេះគឺយើងសូមមើលទាំងអស់គ្នាគឺវាកើតឡើងពី past present and future យើងមើលឧទាហរណ៍ he will buy us some food tomorrow will ហើយនឹង tomorrow គឺជា feature មួយបញ្ជាក់អំពី future tense will ប្រើថានឹងដែលយើងប្រើប្រាស់សម្រាប់បង្ហាញអំពីអនាគតហើយនឹង tomorrow គឺជា time expression ដែលបង្ហាញអំពី future ដូចគ្នាអញ្ចឹងគឺសូមអរគុណសម្រាប់ការទេសនាទៅលើមេរៀននេះទាំងអស់គ្នាហើយសូមអ្នកទាំងអស់គ្នាជួយ like comment ឬក៏ subscribe ដើម្បីទទួលបានមេរៀនបន្តទៅទៀតសូមអរគុណ